ជំរាបសួរនាងខ្ញុំឈ្មោះបញ្ញាខ្ញុំមកចូលរួមនៅវត្តរតនារាំងសីក្នុងកម្មវិធីចូលឆ្នាំម្សាញ់សូមបងប្អូនអញ្ជើញមកចូលរួមនៅក្នុងទីវត្តរតនារាំងសីនេះនៅនៅកេសវាលហើយឥឡូវនេះកម្មវិធីរបស់យើងគេមានរៀបចំទេវតាហើយថ្ងៃនេះនឹងមានហែទេវតាផងដល់តាក់សិនដើម្បីមានរបាំមានអីចឹងណាខាងសិល្បៈហើយខាងក្នុងតិចទៀតនឹងគេសូត្រមន្តដូច្នេះពេលសូត្រមន្តហើយចប់ពួកយើងក៏មានការញ៉ាំអាហារតាមកន្លែងរោងបុណ្យនោះហើយបន្ទាប់មកយើងក៏ហែទេវតាដើម្បីទទួលទេវតាថ្ងៃនេះសូមអញ្ជើញមកចូលរួមថ្ងៃនេះទាំងអស់គ្នាហើយសប្បាយទាំងអស់គ្នាក្នុងកម្មវិធីបុណ្យចូលឆ្នាំថ្មី Happy New Year អនុស្សាវរីយ៍ពីលោកប្អូនមុនហើយលោកប្អូនកម្មវិធីថ្ងៃនេះគឺធ្វើអីខ្លះចាអូថ្ងៃនេះយើងប្រពបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើងឆ្នាំតាមរងឆ្នាំម្សាញ់ចូលម្សាញ់ឆ្នាំរងចូលឆ្នាំម្សាញ់ឆ្នាំម្សាញ់ហើយកម្មវិធីបន្តិចទៀតនេះមានសូត្រមន្តនៅខាងក្នុងសូត្រមន្តហើយចេញមកក្រៅម៉ោង10ប្រហែល40នាទីមានកម្មវិធីរាប់បាតហើយនឹងវេចង្ហាន់វេចង្ហាន់លោកឆាន់រួចពេលថ្ងៃបន្ទាប់ពីហ្នឹងក៏មានកម្មវិធីលបាំហ្នឹងហើយមករំជូនពរហ្នឹងហើយជូនពរឆ្នាំថ្មីហ្នឹងហើយមានស្រង់ព្រះមុនឬក៏សង់ហែមុនហើយបានស្រង់ហ្នឹងហែមុនហ្នឹងដូចឆ្នាំមុនដែរអរគុណលោកតាពូចាលោកពូជំរាបសួរចាបាទជំរាបសួរអនុមោទនាចូលឆ្នាំថ្មីឆ្នាំម្សាញ់សបសាច់ពុទ្ធសករាជ2569ចាបាទនៅថ្ងៃនេះកម្មវិធីធ្វើនៅវត្តរតនារាំងសីយើងនេះចាប់ដើមមុនគេថ្ងៃស្អែកបានទេវតាយើងចុះមកនៅម៉ោង4:48នាទីពេលព្រឹកនៅថ្ងៃស្អែកនេះចាប់ដើមបុណ្យចូលឆ្នាំប្រពៃណីខ្មែរជាតិយើងហ្នឹងក៏ប៉ុន្តែនៅវត្តរតនារាំងសីធ្វើបុណ្យមុនបើតាមនៅស្រុកខ្មែរគេកំពុងធ្វើហើយយើងអញ្ចឹងដូចម៉ោងកំពុងចុះទេវតាថ្ងៃហ្នឹងដែរបាទពីយើងថ្ងៃនេះ13គេនៅ14គឺយើងចុះទៅមកនេះហើយលោកតាបើនិយាយបាទมันខុសទេព្រោះថាអញ្ចឹងព្រោះថាយើងវាកម្មនៅស្រុកខ្មែរយើងយប់នៅយើងនេះថ្ងៃនៅយើងថ្ងៃកម្មនៅស្រុកខ្មែរយើងយប់ដល់ពេលយ៉ាងទៅទេវតាចុះមកត្រូវយើងធ្វើមកត្រូវចំធ្វើមកត្រូវនឹងម្ដាយបងនិយាយចំទៅអត់ទេអត់ធ្វើមុនទេគឺត្រូវហ្មងក៏សូមជម្រាបថាឆ្នាំនេះទេវតាទី2នៃក្បាលនៃបុត្រីព្រះបាទព្រះបាទក្បាលមហាព្រំហ្នឹងបុត្រីទី2ចុះមកគោរៈកៈទេវីចាអរគុណណាលោកពូបាទសូមបន្តកិច្ចការតទៀតចាអរគុណច្រើនចាពូជំរាបសួរខ្ញុំមកជួយកម្មវិធីដើម្បីសម្ភាសខ្មែរយើងព្រោះអ្នកកាមេរ៉ាមែនហ្នឹងគាត់អ្នកថតនោះគាត់ចេះតែភាសាអង់គ្លេសទេអញ្ចឹងខ្ញុំក៏ជួយឲ្យមានកម្មវិធីនេះនិយាយជាខ្មែរសន្ទនាទៅប្រជាជនដែលមកចូលរួមអញ្ចឹងលោកពូមានចំណាប់អារម្មណ៍យ៉ាងម៉េចដែរក្នុងកម្មវិធីនេះខ្ញុំយល់ថាមួយឆ្នាំយើងមានម្ដងចាហើយជាបុណ្យជំរាបរំលងរបស់ប្រពៃណីយើងចាម្ល៉េះហើយពេលនេះជាពេលមួយដែលមនុស្សជុំគ្នាដើម្បីសម្ដែងនៅការរីករាយសប្បាយអបអរសាទរនៅក្នុងជីវិតទទួលទេវតាថ្មីអ្វីដែលកន្លងផុតមានខុសឆ្គងឲ្យផុតចាយើងនាំគ្នាធ្វើថ្មីនៅអ្វីដែលថ្មីហើយធ្វើល្អបន្តទៅមុខទៀតហើយខ្ញុំមែនតើចាក់អារម្មណ៍ខ្លាំងចង់ថា
ហាញចឹងអានេះវាបង្ហាញអំពីពលឹងជាតិខ្មែរ ចា នៅក្នុងប្រពៃណីយើងជាភាគច្រើនយើងថាជាង 90% ហើយដែលកាន់ពុទ្ធសាសនា ចា ហើយក្នុងពុទ្ធសាសនានេះរឿងមួយដែលពិបាកមែនទែនគ្រាន់តែយើងចេះភាសាតែយើងអត់យល់ភាសាហ្នឹងទេពីព្រោះពាក្យរបស់ពុទ្ធខ្លះ ខ្លះ មានន័យច្រើនណាស់ហើយដល់យើងយើងមានបកមែនប៉ុន្តែការបកនឹងទៅខុសគ្នាទៀត បាទ តែចឹងការយល់នឹងទៅខុសគ្នាទៀត អញ្ចឹងបានថាវាមានរឿងមួយដែលមានខ្ញុំសង្កេតថាមានអ្នកនៅចេះមិនព្រមតាមគេមិនព្រមគិតថាខ្លួនឯងចេះដែរប៉ុន្តែខ្ញុំយល់ថាយើងអត់យល់ពីអវិជ្ជាហើយ ចា នៅក្នុងពុទ្ធណាយើងមិនដឹងទាំងអស់ទេមិនមានកន្លែងដែលយើងអត់ដឹងបើកាលណាយើងអត់ដឹងតែសួរគេហ្នឹងរឿងមួយដែលសំខាន់លោកថាជៀសវាងការប្រកាន់ខ្លួនកាយហ្នឹងដើម្បីនេះហ្នឹងលោកថាឲ្យយើងចិញ្ចឹមចិត្តមេត្តា ចា ហើយចិត្តមេត្តានេះហើយដែលជាដើមចោមធំណាស់ក្នុងជីវិតកាលណាយើងមានចិត្តមេត្តាក្នុងខ្លួនយើងតែស្រឡាញ់គេដោយស្រឡាញ់ខ្លួនឯងដល់ហើយវាមានរឿងមួយចិត្តគេហៅករណាកាលណាមានមេត្តាមានករណា ចឹងបានព្រមវិហារធម៌ទាំង4នោះមេត្តាករណាមុទិតាឧបេក្ខា ចឹងហើយ ចាចឹងទាំង4នឹងហើយដែលយើងហែព្រំនឹងតំណាងនឹងព្រំមុខ4ដែលយើងហែកបិលមហាព្រំនោះក៏មានអត្ថន័យក្នុងនឹងដែរមែនទេ នៅក្នុងហ្នឹងហើយក្នុងហ្នឹងហើយដែលយើងធ្វើដល់លោកពីព្រោះអីតែកាលណាយើងមានមេត្តាមានករណាហើយយើងតែងតែស្រឡាញ់គេគិតថាគេធ្វើនឹងបាននេះទៅយើងជួយអបអរសាទរហ្នឹងក៏មុទិតា ចាអរគុណច្រើនណាស់លោកពូចាអរគុណច្រើនចា កាន់កដាលនៅឧបេក្ខាហ្នឹង ចាអរគុណច្រើនដែលបានជួលរួមសម្ដែងមតិណាពូណាអរគុណចាសុខសប្បាយចាទៀនវត្តទៀនអ្នកជំនួយបងអ្នកជំនួយការវត្តសូមសម្ភាសបងតិចសម្ភាសរឿងចាសម្ភាសថាថ្ងៃហ្នឹងយើងធ្វើអីខ្លះបងយើងធ្វើបន់ចូលឆ្នាំខ្មែរយើងធ្វើមានស្រង់ទឹកព្រះហើយនឹងពូនភ្នំខ្សាច់ហើយយើងមានដូចថារៀបចំតួទេវតាមានផ្លែឈើផ្លែអីអញ្ចឹងទៅហើយយើងរៀបចំដូចថាអ្នកដែលបានចែកឋានទៅយើងដាក់រូបថតដាក់អីទៅឲ្យគេដូចថាបងប្អូនឲ្យមកមើលស្គាល់ថាអ្នកណាដែលបានទៅហើយណាហើយថ្ងៃនេះថ្ងៃចូលឆ្នាំមកទៅមកជួបជុំបងប្អូនយើងចាធ្វើមុនសាច់កន្លែងតួទេវតាចាបានអញ្ជើញបងអញ្ជើញចាអញ្ជើញទាំងអស់គ្នាបងអញ្ជើញបានចូលរួមចាចាអញ្ជើញបងណាខ្ញុំជម្រាបសម្ភាសតបង បាទជំរាបសួរបញ្ញា ជម្រាបសួរបង សួស្តីឆ្នាំថ្មី អរគុណដែលបានអញ្ជើញមកបង បាទសូមអរគុណ នៅធ្វើអីបងនេះនេះប្រកេនលោកហ៎តែនេះប្រកេនលោកអូនោះប្រកេនលោកអូខេចាបងមានអីកម្មវិធីខាងនេះចង់និយាយពីអីខ្លះបើបានមកហើយបងទៀតកាលពួកគេថតចូលទៅក្នុង បាទខ្ញុំមានសេចក្តីរីករាយមកចូលរួមបន់ចូលឆ្នាំខ្មែរនៅវត្តរតនរាំងសីពីព្រោះយើងនៅសហរដ្ឋអាមេរិកមកកាន់ប្រពៃណីខ្មែរថែរក្សាប្រពៃណីខ្មែរជាសេចក្តី ទំនៀមទម្លាប់របស់យើងដូនតាទុកឲ្យយើងប្រតិបត្តិណោះបង ត្រូវហើយបាទតែពេលយើងមកចូលរួមហ្នឹងទៅធ្វើឲ្យយើងមានប្រពៃណីបានថែប្រពៃណីយើងបើយើងកុំឲ្យវាបាត់បង់ បាទត្រូវហើយបាទ ឲ្យកូនចៅជំនាន់ក្រោយគេបានឃើញថាយើងនៅអាមេរិកក៏យើង celebrate ធ្វើពិធីចូលឆ្នាំដែរបងណា បាទត្រូវហើយបាទត្រូវ អរគុណច្រើនណាស់បងណាអញ្ជើញបងចាថ្ងៃនេះអត់បានជួយអ្នកគ្រូទេមកចូលរួម yeah I show up to support our Cambodia American dance troupe so we still with all of you ចាចឹងហើយយ៉ាត់ហើយក៏បងសុំសុភាថាយ៉ាងម៉េចដែរខាងរបាំយើងថ្ងៃនេះរួមអីខ្លះមានចិត្តរបាំចិត្តអងអូនគឺមកចិត្តអមតិចមកឈើនេះមកឈើនេះដើម្បីបានថតនេះរបាំបផាលោកីចាក្មេងៗច្រើនចាជម្រាបសួរកូនជម្រាបសួរចាអ៊ំសុំសម្ភាសអ្នករបាំថ្ងៃនេះឈ្មោះអីកូនឈ្មោះកូនអីកូន Yeah What's your name Angela and you Delilahថ្ងៃនេះ Okay that all the perform today will be good so
ហើយពូចាហើយពូអង្គញាមានអារម្មណ៍យ៉ាងមិនដែរមកវត្តថ្ងៃនេះចា ចុះជីឲ្យយកមកចុះចូលមកដំបូងអត់ ចូលឆ្នាំដំបូងណាយើង សបាយណាស់បាននិយាយថាដាច់ឆ្នាំចាស់ចូលឆ្នាំថ្មីណាយើងឆ្លងផុតមួយឆ្នាំទៅមួយឆ្នាំនេះវាល្អ យើងគិតថានៅវត្តនេះយើងធ្វើមុនគេប៉ុន្តែយើងធ្វើតាណាស្រុកខ្មែរតា ហ្នឹងហើយ មែនទេពូណា ស្រុកខ្មែរ ចាឥឡូវពូចាយល់ថាយ៉ាង ថ្ងៃនេះថ្ងៃចូលឆ្នាំមិនដំបងផាត់ដែលទេវតាគុណក្បិលមហាព្រំទី2ចុះមកថែរក្សាក្នុងជពូទ្វីបៀងនោះលោកយ៉ាងនេះហេតុនេះវត្តថ្ងៃនេះវត្តរតនារាំងសីបានប្រពធ្វើពិធីបញ្ចូលឆ្នាំថ្មីតាមប្រពៃណីខ្មែររបស់យើងតាមពីទំនៀមទម្លាប់ផូហែពីបុរាណកាលមកតែចូលឆ្នាំក្នុងវត្តព្រោះយើងជាណាខ្មែរកាន់ពុទ្ធសាសនាបានប្រពធ្វើក្នុងវត្តរបស់យើងហេតុនេះនិយាយតាមមានបងប្អូនទាំងអស់ដែលបានអញ្ជើញមកកកគុញត្រៀបត្រាដេដាស់ណៃណាប់តាន់តាប់ក្នុងពិធីបញ្ចូលឆ្នាំនេះហើយនឹងសូមប្រសិទ្ធពរជ័យដល់បងប្អូនខេមរាចិនចិត្តខ្មែររបស់យើងឲ្យធ្វើបាបតាតែសេចក្តីសុខនៃចម្រើនកើតកាលវាលគុំទៅចាទៅជុំទៅគុំទៅកាងរងរឿងទៅបីចោលទៀតទៀតតាទឿនអាណាសូមធ្វើបាបតាតែសេចក្តីសុខនៃចម្រើននិងអវសាននៃជាតិបណ្ដានៅសម្បត្តិទាំង3គឺសម្បត្តិមនុស្សសម្បត្តិទេវតាសម្បត្តិថ្លៃថ្លាគឺសម្បត្តិប្រានិព្វានបីគ្លៀកគ្នាហើយកាយវន្តនីកាយវន្តនីអូកាសមយ៉ាងពន្តេវិសុងរខណ្ឌថាយៈទេសារៈនេនិសហបញ្ចសីលានិចាមេបីធ្វើលើលំត្រៃលោកកាសូមបំកំកោសលឲ្យបានដល់យើងខ្ញុំណាពេញពោស្នាគារាដូចជ្រសាទំទូលេសូមឲ្យកំចាត់បំពេរៈអ្នកនេះសេខាបទាំងសមាទិយាមិបងសានមស្ការចំពោះវរតនត្រ័យទាំង3មានពុទ្ធពធសង្ឃដោយសេចក្តីគោរពជ្រះថ្លាដល់ពងពោះសូមចម្រើនពរញាតិញោមជាពុទ្ធបរិស័ទទាំងអស់ដែលបានអញ្ជើញមកអំពីគេហដ្ឋាននានាជិតឆ្ងាយទាំងអស់ចូលរួមប្រស័យគ្នាប្រពនៅក្នុងកម្មវិធីបុណ្យចូលឆ្នាំថ្មីទៅតាមប្រពៃណីជាតិកាមេរ៉ារបស់យើងដែលប្រពឡើងធ្វើរួមគ្នាទាំងអស់នៅក្នុងវត្តរតនរាំងសីទីក្រុងនស្វារដ្ឋវិជ្ជានេះបាទហើយដូច្នោះមិននឹងចម្រើននៅប្រះបរិត្តសូមសម្ដែងនៅធម៌ខ្លីបន្តិចជាជួនញាតិញោមបានស្ដាប់ខ្លះអំពីចូលឆ្នាំបាទហើយបន្តទៅប្រសិទ្ធពរជ័យចែកជូនញាតិញោមហើយញាតិញោមនឹងរៀបចំដាក់បាតប្រសងវេចង្ហាន់ប្រគេនប្រសងច័ន្ទថ្ងៃត្រង់ញាតិញោមពិសាបាយហើយបន្តមកដង្ហែនៅកបាលមហាព្រំហើយញាតិញោមទទួលទស្សនារបាំជូនពរឆ្នាំថ្មីដូចជាឆាយ៉ាំធ្វើពិធីដង្ហែជាដើមនឹងទៅបងជាងញាតិញោមជាពុទ្ធបរិស័ទដឹងស្រាប់ហើយដែលយើងតែងតែប្រពធ្វើជារៀងរាល់ឆ្នាំបងណាចូលឆ្នាំថ្មីយើងគិតជាថ្មីកន្លងផុតទៅមួយឆ្នាំចូលមកឆ្នាំនេះហៅថាថ្មីទៀតដែរអញ្ចឹងនៅក្នុងឆ្នាំនេះគឺឆ្នាំ2025ហើយយើងកន្លងផុត
នៅឆ្នាំ2024យើងចូលមកឆ្នាំ2025ឃើញថាយើងត្រេកអរនៅអាយុសង្ខាររបស់សត្វទាំងឡាយដែលកើតនៅចាក់ទុកអោឃាចលាលើលោកនេះក៏បានកន្លងផុតទៅ1ឆ្នាំបានកន្លងផុតទៅ1ឆ្នាំហើយនៅក្នុងនោះ1ឆ្នាំដែលកន្លងផុតទៅញាតិញោមរំពឹងថយក្រោយវិញញាតិញោមរំពឹងថយក្រោយយ៉ាងណាថាថយក្រោយ1ឆ្នាំនេះ12ខែនេះយើងធ្វើបាននៅអ្វីខ្លះដែលកន្លងផុតទៅហើយនៅក្នុងនោះចង់បញ្ជាក់ថាយើងធ្វើនៅសេចក្តីល្អនិងសេចក្តីអាក្រក់បើទៅតាមដែលបច្ចុប្បន្នកាលអាណាចក្រយើងនេះហៅថាកន្លងផុតទៅ1ឆ្នាំយើងបានរីកនិងចម្រើនអ្វីខ្លះអញ្ចឹងយើងសម្លឹងមើលនៅក្នុងគ្រួសាររបស់យើងនៅក្នុងជីវិតដែលយើងរស់នៅផ្ទាល់ថ្ងៃនេះកន្លងផុតទៅយើងធ្វើបាននៅអ្វីខ្លះជាវិជ្ជមានជាអវិជ្ជមានហើយនៅក្នុងនោះមានជាទេវតាបងណាទេវតាដែលឆ្នាំកន្លងផុតទៅនេះដែលបានជួយឲ្យយើងខ្លះរក្សាអ្វីខ្លះឲ្យពរឲ្យជ័យដល់ជីវិតយើងដល់ក្រុមគ្រួសារយើងដល់សង្គមជាតិយើងអ្វីខ្លះញាតិញោមដែលគិតរំពឹងអញ្ចឹងដែរប្រហែលជាអត់ទេមើលទៅណោះអត់នឹកឃើញទេណាជីវិតមានតិចណាស់ណាប្រយ័ត្នសបាយច្រើនពេកទៅផ្លិចនៅជីវិតខ្លួនឯងជីវិតយើងតិចណាស់ញាតិញោមជាបរិស័ទទាំងឡាយហើយជួនកាលយើងបានជួបជុំគ្នានៅក្នុងពិធីអីពិធីបុណ្យទានពិធីបុណ្យទាននឹងជួបជុំគ្នាតិចណាស់ក៏តិចទៀតបើពិធីជប់លៀងគឺយើងជួបគ្នារាល់អាទិត្យណាអញ្ចឹងពិធីជប់លៀងយើងជួបគ្នារាល់អាទិត្យអញ្ចឹងញោមផានេះណាបញ្ញោមមិនដែលទៅជប់លៀងគេទេហ្នឹងហើយហើយដូច្នោះការជប់លៀងការអីហ្នឹងគឺបើនិយាយពីខួបកំណើតវិញនៅអាមេរិកហ្នឹងស្ទើរទាំងរាល់អាទិត្យគ្រប់កន្លែងអស់ប៉ុនតិចណាស់ណាបើនិយាយពីប៉ុនតិចបើឃើញតិចមែនតើនេះចំពោះអាត្មាទេណាបើចំពោះញាតិញោមប្រហែលច្រើន4ទាយមែនចាយន្តោពោធិយមូលេសក្យានានន្តវត្តណោអេវានត្វាងវិជ្ជយោហិជ្ជយោសជ្ជយមង្គលេកេសៃសេបថវិបោខរេអភិសេកេសាពពុទ្ធានាងអាកាបតោពមោទតសញ្ញាខាតាសមង្គលាសុភវិតាសុហាតិតាសុខេណោចសយាថាប្រមចារៃសុបតៈខេណាងកាយកម្មងវាចាកម្មងបតៈខេណាងបតៈខេណាងមโนកម្មងបតៈខេណានិកាធ្វានលភន្តថេបតៈខេនេនៈទាំងឡាយទាំងបុរសទាំងស្ត្រីនៅចូលបាននៅប្រយោជន៍ចម្រើនរកព្រះពុទ្ធសាសនាចូលកុំឲ្យមានរោគឲ្យបាននៅសេចក្តីសោកព្រមទាំងញាតិទាំងឡាយគ្រប់គ្នា
សម្មាសម្ពុទ្ធសាអាយ៉ាងនោបន្តេមេតាពេតោមេតាពេតោអាតិកេគុណវន្ទេពុទ្ធិសាអេមាំសង្ឃបតាំสัพพะเรการังพุทธปมุตตะสาสังฆสาเอเมะสัมมา